មិនតោមិននោះមិនបន្ទុះមិនបណ្ដេញនៅអាការៈលក្ខណៈនឹងទេណាអាហ្នឹងដែលជាលក្ខណៈនៃសតិសតិរលឹកដឹងនៅលក្ខណៈហ្នឹងអត់មានត្រូវការឲ្យមានសតិមករលឹកដើម្បីកុំឲ្យវាក្តៅក្រហាយហ្នឹងទេដល់ទៅទទួលបានដោយសតិណាសតិហ្នឹងគឺដូចអ្នកទទួលភ្ញៀវអញ្ចឹងទទួលភ្ញៀវបរមត្តហ្នឹងតែហ្មងទោះជាភ្ញៀវប្រភេទណាដោយវិសេសលក្ខណៈហ្នឹងប្រភេទណាក៏ដោយសតិហ្នឹងទទួលដល់ទៅទទួលមកដោយសតិដោយអត់វង្វេងអាលក្ខណៈហ្នឹងវាប្រកបឡើងគឺជាធម្មៈជាអនត្តាតែម្ដងទៀតដល់ទៅវាប្រកបលក្ខណៈដល់បញ្ញាជាអនត្តាតែម្ដងវាអត់មានក្រៅកាហាយចិត្តអីទៀតទេព្រោះវាជាវិសេសលក្ខណៈនៃសភាវៈទោះជាវាមានលក្ខណៈជាការក្តៅក្រហាយតែក៏ក្នុងខណៈហ្នឹងវាអត់មានជាយើងដែរដល់ទៅអត់មានយើងក្នុងពេលហ្នឹងគឺរស់នៅជាមួយនឹងធម្មៈពាក្យថារស់នៅជាមួយនឹងធម្មៈបានសេចក្តីថាម៉េចក្នុងខណៈហ្នឹងគឺជីវិតន្ត្រីហ្នឹងប្រព្រឹត្តទៅជាមួយនឹងសតិប្បដ្ឋានជីវិតន្ត្រីហ្នឹងប្រព្រឹត្តទៅជាមួយនឹងពោធិបច្ចយធម៌អាហ្នឹងដែលថារស់នៅជាមួយធម្មៈពាក្យថារស់នៅជាមួយនឹងធម្មៈគឺបានសេចក្តីថាជីវិតប្រព្រឹត្តទៅដោយស្មារតីដឹងនៅធម្មៈតាមសេចក្តីពិតពីព្រោះធម្មៈប្រកបបានតែជាមួយនឹងសតិប្បដ្ឋានឬក៏ពោធិបច្ចយធម៌ទេធម្មៈមិនប្រកបជាមួយនឹងកុសលថ្នាក់ទានធម្មៈមិនប្រកបជាមួយនឹងកុសលថ្នាក់សិលធម្មៈមិនប្រកបជាមួយនឹងកុសលថ្នាក់រូបឈានអរូបឈានតែធម្មៈប្រកបជាមួយនឹងសតិប្បដ្ឋានការដែលរស់នៅជាមួយនឹងធម្មៈគឺរលឹកបាននៅសភាវៈធម៌នឹងឯងអញ្ចឹងគឺជីវិតនឹងប្រព្រឹត្តទៅនៅក្នុងពោធិបច្ចយធម៌ឬក៏ប្រព្រឹត្តទៅក្នុងសតិប្បដ្ឋានជាប្រកដីអានឹងរស់នៅជាមួយធម្មៈគឺរលឹកដឹងនៅធម្មៈនឹងឯងទោះជាប្រភេទនៃសភាវៈធម៌នឹងយ៉ាងណាក៏ដោយអាហ្នឹងញាតិញោមស្ដាប់សិក្សាអញ្ចឹងដែលមិនទាន់ស្ទាត់មិនទាន់ស្និទ្ធមិនទាន់មានសតិរលឹកអីឲ្យមាំទាំសូម្បីតែមានសតិរលឹកក៏ដោយមានសតិរលឹកដឹងនៅធម្មៈហើយចង់ឲ្យមានបញ្ញាដឹងច្បាស់ចាក់ឆ្លុះនៅធម្មៈហ្នឹងចែករូបចែកនាមដឹងបច្ច័យនៃនាមដឹងបច្ច័យនៃរូបទៀតអាសេចក្តីត្រូវការហ្នឹងវានៅតែមានអញ្ចឹងត្រូវការវិបស្សនាញាណឲ្យកើតឡើងអាហ្នឹងមានសតិរលឹកហើយហ្នឹងចឹងអញ្ចឹងដូច្នេះគឺត្រូវតែស្គាល់លក្ខណៈនៃលោភៈនឹងឯងចឹងណាមិនមែនជាសតិមសតិប្បដ្ឋានទេអញ្ចឹងគឺការដែលយល់ដឹងអំពីធម្មៈនេះគឺទទួលនៅធម្មៈនឹងឯងតាមសេចក្តីពិតមិនមែនត្រូវការសតិប្បដ្ឋានមិនមែនត្រូវការកុសលដតីណាយកមកកំចាត់បងអាសេចក្តីក្តៅក្រហាយចិត្តតោមនោះការលំបាកចិត្តអីហ្នឹងទេអាសេចក្តីត្រូវការហ្នឹងគឺអត់មានសតិទេអត់មែនជាសតិទេទៀតហើយគឺបានន័យថាអត់យល់ពីធម្មៈហ្នឹងចូលអត់ដល់ធម្មៈហ្នឹងទៅត្រូវការកុសលធម៌ទៅត្រូវការសតិប្បដ្ឋានវិបស្សនាត្រូវការសតិដើម្បីរលឹកដឹងតែដល់ទៅមានសតិគឺលក្ខណៈរបស់សតិអត់មែនលោភៈដែលត្រូវការសតិហ្នឹងទេនៅពេលហ្នឹងគឺលក្ខណៈរបស់សភាវៈធម៌ហ្នឹងក៏ប្រកបលក្ខណៈរបស់សតិហ្នឹងក៏ប្រកបក្នុងឋានៈដែលមានសតិនឹងបានដឹងច្បាស់ដែលខុសអំពីការដែលវង្វេងភ្លេចសតិការដែលមិនរលឹកការដែលមិនដឹងហ្នឹងព្រោះក្នុងឋានៈដែលមានសតិហ្នឹងសភាវៈដែលកំពុងប្រកបនឹងឯងក៏ប្រកបលក្ខណៈជាអនត្តាឡើងអាហ្នឹងអញ្ចឹងជាញាតិញោមត្រូវសិក្សាវិសេសលក្ខណៈហ្នឹងមិនយើងចិត្តតែសិក្សាក្នុងគម្ពីរទៅទេគឺសិក្សាចំពោះលក្ខណៈនៃធម៌ដែលកើតឡើងនឹងឯងកុសលលោភៈទោសៈ
អីហ្នឹងទាំងកុសលទាំងអកុសលហ្នឹងកុសលលក្ខណៈយ៉ាងណាលោភៈយ៉ាងណាទោសៈយ៉ាងណាវិសេសលក្ខណៈរបស់វាផ្សេងគ្នាអញ្ចឹងដូច្នេះទោះជាសភាវៈធម៌អីក៏ដោយអត់មានចាំបាច់រកសតិរលឹករកកុសលអីដើម្បីមករលឹកដើម្បីមកកម្ចាត់បងទេគឺសង្កេតពិនិត្យសិនទៀតព្រោះយើងស្ដាប់ធម៌សតិប្បដ្ឋានហ្នឹងគឺនឹកចង់ឲ្យមានសតិរលឹកហើយអាហ្នឹងតែស្ដាប់ទៅគឺចង់ឲ្យមានសតិរលឹកហើយអាហ្នឹងគឺលោភៈហើយចង់ឲ្យមានសតិរលឹកហ្នឹងគឺលោភៈដើម្បីយើងចម្រើនសតិប្បដ្ឋានតែកាលណាដើម្បីយើងហើយគឺវាមិនអាចស្ងប់រងាប់ចិត្តបានទេវាតតែសង្កេតពិនិត្យស្ដាប់ពីសភាវៈធម៌ហ្នឹងសង្កេតពិនិត្យសភាវៈធម៌ដែលកំពុងប្រកបនឹងឯងសភាវៈធម៌អីក៏បានដែរសង្កេតពិនិត្យនៅសភាវៈធម៌នឹងឯងទៅណាហើយទទួលមានលក្ខណៈពិសេសមួយគឺទទួលនៅសភាវៈធម៌នឹងឯងឲ្យស្ថិតនៅក្នុងលក្ខណៈនៃធម្មៈដោយអត់មានបន្ទុះអត់មានតោះអត់មានទៅក្តៅក្រហាយអត់មានចង់ទៅលះបង់ចង់ទៅកម្ចាត់បងអីទេមានលក្ខណៈទទួលនៅសភាវៈធម៌នឹងឯងដោយការទទួលនេះឯងទៀតដែលសភាវៈធម៌នឹងឯងប្រកបជាធម្មៈហើយព្រមឲ្យធម្មៈនឹងឯងណាព្រមឲ្យធម្មៈនឹងឯងទៅតាមលក្ខណៈនៃធម្មៈនឹងឯងតាមសេចក្តីពិតណាប្រកបអត់មានត្រូវការឲ្យសាបសូន្យទៅឲ្យអស់ទៅអីទេព្រមទៅតាមសភាវៈធម៌ហ្នឹងពីព្រោះសភាវៈធម៌ហ្នឹងប្រកបជាអនត្តាណាប្រកបជាអនត្តាហ្នឹងឲ្យតែមានលក្ខណៈមួយទទួលនៅធម្មៈហ្នឹងគឺសតិហ្នឹងទទួលនៅសភាវៈធម៌ហ្នឹងឯងទទួលដោយការសិក្សាទទួលដោយការសង្កេតពិនិត្យដល់ទៅលក្ខណៈនៃធម្មៈហ្នឹងប្រកបជាអនត្តាអ្វីដែលអត់មានហ្នឹងគឺខ្លួនយើងទេតើដូច្នេះវាអត់មានត្រូវមកតោះនឹងសភាវៈធម៌ហ្នឹងទេសភាវៈធម៌ហ្នឹងស្ថិតនៅក្នុងលោកស្ថិតនៅទៅលោកនេះជាសង្ខារលោកនឹងឯងទៀតដូច្នេះវាអត់មានត្រូវទៅរកសតិអីឲ្យមករលឹកត្រូវទៅរកកុសលអីឲ្យមកលះមកកម្ចាត់ទេនៅក្នុងពេលហ្នឹងសេចក្តីស្ងប់ក៏កើតឡើងណាហ្នឹងគឺបញ្យល់ញាតិញោមថែមទៀតណាដើម្បីឲ្យបានជ្រាបពីព្រោះកាលណាស្ដាប់ធម៌អញ្ចឹងទៅមានចិត្តអីកើតឡើងសេចក្តីសៅមងសេចក្តីលំបាកការខ្វាយខ្វល់អីចឹងទៅនឹករស់សតិឲ្យមករលឹកអាហ្នឹងអញ្ចឹងហើយនឹកឲ្យសតិរលឹកឬខំគិតទៅលើសភាវៈធម៌អីហ្នឹងទៀតហ្នឹងគឺនៅសម្គាល់ថាខ្លួនយើងជាអ្នកមានចិត្តហ្នឹងអាហ្នឹងមិនមែនជាសតិប្បដ្ឋានទេណាខ្លួនយើងជាអ្នកមានចិត្តហ្នឹងចិត្តក្តៅក្រហាយហ្នឹងចិត្តអកុសលហ្នឹងឬចិត្តលោភៈហ្នឹងនឹករស់សតិឲ្យរលឹកអាហ្នឹងគឺមិនមានសតិទេនៅពេលដែលនឹករស់សតិឲ្យរលឹកហ្នឹងអញ្ចឹងគឺសភាវៈធម៌ល្អិតល្អន់ណាទៀតល្អិតល្អន់មិនងាយអីគ្រាន់តែស្ដាប់តាមដែលបានជួបតាមតែប្រទេសអីចឹងទៅក៏ស្ដាប់ទៅអីចឹងទៅហើយបានយល់ជ្រួតជ្រាបអីទៅដោយស្រួលទេព្រោះបញ្ញាវាទន់ខ្សោយស្ដាប់ដោយចិត្តទន់ខ្លួនបង្អោនមកសង្កេតពិនិត្យអដ្ឋជាញ្ញៈទាំងអស់ហ្នឹងហើយសន្សំយល់បន្តិចម្ដងចឹងណាដោយមិនលំអៀងមកខាងខ្លួនឯងដែលធ្លាប់យល់យ៉ាងនេះដែលធ្លាប់ប្រព្រឹត្តយ៉ាងនោះគឺថាមិនលំអៀងទៅរកបុគ្គលនេះបុគ្គលនោះជាគ្រូជាអាចារ្យអីទេគឺយកប្រធัวជាទីរលឹកធម្មំសរណង្គជាឆាមិណាយកប្រធัวជាទីរលឹកណាហើយមានឱកាសអានបត្រៃបីដកដើម្បីទៀងផ្ទាត់ជាមួយគ្នានឹងព្រះពុទ្ធដីកាតែព្រះអង្គសម្ដែងធัวណាដែលមិនទៀងនោះសម្ដែងធัวណាដែលជាទុក្ខសម្ដែងធัวណាដែលជាអនត្តា
ផ្ទៀងផ្ទាត់នឹងព្រះពុទ្ធដីកាទាំងធัวដែលយើងស្ដាប់ទាំងអស់នេះសុទ្ធតែមានក្នុងបត្រៃបិដកទាំងអស់អញ្ចឹងសិក្សាឲ្យបានម៉ត់ចត់ប្រកបវិជ្ជាទៅបានល្អបើមិនអញ្ចឹងទេវាស្ថិតនៅក្នុងការខ្វាយខ្វល់នឹងខ្លួនយើងនឹងអញ្ចឹងទៅញាតិញោមដែលច្រើនណាស់សាកសួរដូចជាសិលមិញអីចឹងខែមុនឆ្នាំមុនអីក៏តែមានតើសមថៈនឹងយ៉ាងណាវិបស្សនាអីនឹងយ៉ាងម៉េចអីចឹងទៅដែលខុសគ្នាយ៉ាងណាសមថៈកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានត្រូវចម្រើនសមថៈដែរឬទេអញ្ចឹងទៅគឺសួរមករហូតតតតតងនឹងរឿងខ្លួនឯងត្រូវធ្វើឬមិនធ្វើណាបើត្រូវធ្វើតើធ្វើកើតឬអត់បើប្រាប់ថាឲ្យធ្វើហ្នឹងទៅធ្វើបានឬអត់ធ្វើសមថៈហ្នឹងបានឬអត់ធ្វើសតិប្បដ្ឋានធ្វើវិបស្សនាហ្នឹងបានដែរឬអត់ណាធัวទាំងឡាយអាស្រ័យហេតុកើតឡើងទៀតតើតែមានការស្ដាប់យល់ល្អិតល្អន់ណាសូម្បីតែសមថៈហ្នឹងក៏ត្រូវតែយល់អំពីសេចក្តីស្ងប់ណាលោភៈទោសៈមោហៈនឹងឯងក្នុងកុសលថ្នាក់ទានក្នុងកុសលថ្នាក់សិលឬក៏ក្នុងយោនិសោមនសិការៈនឹងឲ្យជ្រាបពីសេចក្តីស្ងប់នឹងច្បាស់ទៅចម្រើនសេចក្តីស្ងប់នឹងបានវាមិនមែនទៅធ្វើសមថៈនឹងដោយសេចក្តីត្រូវការដោយចង់បានចិត្តស្ងប់ធ្វើការងារខ្វាយខ្វល់រវល់ច្រើនណាស់ឈឺក្បាលណាតែរត់ធ្វើធัวដើម្បីឲ្យស្ងប់វាជាលោភៈណាចឹងដែលប្រព្រឹត្តទៅជាប់នឹងសេចក្តីស្ងប់ហ្នឹងរកការសុខស្រួលហ្នឹងអង្គុយចឹងទៅណាដើម្បីឲ្យបានសេចក្តីស្ងប់ហ្នឹងប៉ុន្តែមានសេចក្តីស្ងប់ពិតប្រាកដចម្រើនឡើងដែរឬទេបើមិនបានដឹងសេចក្តីស្ងប់លោភៈទោសៈមោហៈនឹងឯងដែលមានលក្ខណៈស្ងប់បណិតឡើងខុសអំពីដែលវាមិនស្ងប់នោះបើអត់មានមហាកុសលញាណសម្បយុទ្ធនឹងសង្កេតពិនិត្យលក្ខណៈនៃសភាវៈនឹងតាមពិតទេចម្រើនសេចក្តីស្ងប់យ៉ាងម៉េចបានទៅវាមានតែលោភៈវាមានតែសេចក្តីត្រូវការជាប់ជំពាក់ចឹងទៅសូម្បីតែសេចក្តីស្ងប់ជាកុសលនឹងក៏ដោយក៏នៅជាអារម្មណ៍នៃលោភៈបានដែរអាហ្នឹងដូច្នេះរឿងដែលអត់ស្គាល់លោភៈហ្នឹងក៏ចេះតែបណ្ដោយទៅតាមលោភៈហ្នឹងដែលត្រូវការសេចក្តីសុខណាសំបីតែសេចក្តីសុខក្នុងកុសលជាអារម្មណ៍នៃលោភៈលោភៈជាសមុទយសច្ចៈលោភៈហ្នឹងត្រូវការធ្វើកុសលចង់ធ្វើកុសលចង់ធ្វើទានចង់ធ្វើសិលឬចង់ផ្សេងឯចំណែកចេតនាតាំងចិត្តនឹងធ្វើគឺនឹងសម្រាប់ថានឹងធ្វើអត់មានចង់អីទៀតទេគឺត្រូវតែធ្វើគឺនៅលក្ខណៈខុសគ្នាណាអត់សង្កេតពិនិត្យអាចង់នោះផ្សេងទៅគ្រាន់តែចង់ទៅអត់បានធ្វើអញ្ចឹងទៅក៏តែមានដែរអានឹងដែលគ្រាន់តែចង់លក្ខណៈចង់ទៅផ្សេងទៀតណាគិតចង់ក្នុងចិត្តអូចង់ធ្វើកឋិនទានអីចឹងទៅវាលក្ខណៈផ្សេងណាមួយទៀតកើតឡើងជាបុព្វចេតនាតែម្ដងជាកុសលតាំងចិត្តថានឹងធ្វើសម្រាប់ថានឹងធ្វើត្រូវតែធ្វើឲ្យបានអីចឹងទៅអាហ្នឹងវាជាបុព្វចេតនាជាកុសលកើតឡើងលក្ខណៈខុសគ្នាទៀតព្រោះធម្មៈវាវិសេសលក្ខណៈខុសគ្នាចេតនាក្នុងកុសលប្រព្រឹត្តទៅដើម្បីនឹងធ្វើបុព្វចេតនាតាំងចេតនានឹងធ្វើហើយដែលចំណែកលោភៈដែលចង់ធ្វើមានលក្ខណៈផ្សេងទៀតរឿងលោភៈនេះត្រូវតែសិក្សាត្រូវតែរលឹកដឹងចូលនៅក្នុងសច្ចញាណសច្ចញាណបញ្ញាដែលដឹងទុក្ខដឹងសមុទយៈដឹងតួលោភៈដែលប្រព្រឹត្តទៅក្នុងគ្រប់អារម្មណ៍ទាំងអស់ដែលវាកើតឡើងនឹងឯងដូច្នេះវាមិនមែនគ្រាន់តែយើងចង់ធ្វើទៅធ្វើបានទេវាគ្រាន់តែជាលោភៈវាចិត្តតែចង់បានហើយគ្រប់តែគ្នាចង់ហ្នឹងវាស្រួលទេប៉ុន្តែហេតុដែលនាំឲ្យសមថៈកើតឡើងហ្នឹងថាតើវាមានដែរឬអត់ទាំងការដែលធ្លាប់អប់រំពីអតីតមកទៀតចឹងហើយ
វិបស្សនានឹងមិនចង់ធ្វើចេះតែធ្វើបានទេណាចឹងមានធ្វើអីបានធัวទាំងឡាយមានហេតុបានកើតឡើងលោភៈមានយើងចង់ធ្វើណាទោសៈមានយើងចង់ណាទិដ្ឋិមានអ្នកកំណាញ់ចំណែនមានយើងចង់ណាមានហេតុវាកើតឡើងចឹងធัวទាំងឡាយកើតពីហេតុចឹងកុសលធัวក៏ដូចគ្នាដែរជាពិសេសវិបស្សនានេះឯងចឹងសតិប្បដ្ឋាននេះបើមិនស្ដាប់ឲ្យយល់ណាបើមិនស្ដាប់ឲ្យយល់នៅធម្មៈជាសភាវៈជាអារម្មណ៍នៃសតិប្បដ្ឋាននឹងទេវាមានអីដែលជាបច្ច័យឲ្យសតិស្នាក់សតិប្បដ្ឋាននឹងកើតឡើងមានស្អីដែលឲ្យផ្លូវកណ្ដាលនឹងកើតឡើងវាមានតែគំនិតតាំងតួខ្លួនអ្នកធ្វើហ្នឹងតែគំនិតតាំងតួខ្លួនអ្នកធ្វើហើយដាច់ខាតមិនមែនជាផ្លូវកណ្ដាលឡើយព្រោះវាចាប់ផ្ដើមដោយមិច្ឆាទិដ្ឋិដែលសម្គាល់ថាមានខ្លួនទៅហើយវាត្រូវបបដិបៈនឹងសមាទិដ្ឋិហ្នឹងដូច្នេះផ្លូវកណ្ដាលនៅពេលដែល